សួស្តីបងប្អូននេះគឺជាទស្សនវិជ្ជាឆ្នេរពយីម៉ៅនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុវេលាថ្មនេះគឺម៉ោង2ម៉ោង3រសៀលចានោះឃើញបងប្អូនក្រុមការងារយើងគាត់សកម្មនៅក្នុងការចាមើលនេះមើលនោះមានអ្នកខ្លះគាត់ថតលេងកំសាន្តសប្បាយរីករាយអញ្ចឹងទៅហើយខ្ញុំមិនសូវជាពេញចិត្តឲ្យគេថតប្រមាណនេះភាគច្រើនគឺថត selfie ខ្លួនឯងច្រើនជាងហើយនឹងចូលចិត្តថតគេមានអ្នកខ្លះកំពុងតែបាញ់កាមេរ៉ាកណ្ដុងទៅទីឆ្ងាយទស្សនវិជ្ជានេះគឺម៉ោងយើងរងចាំមើលសូរិយាអស្តង្គតមកនេះម៉ោង5ជាងឯងចាព្រោះជាទូទៅសូរិយាអស្តង្គតមិនន័យថាថ្ងៃលិចហ្នឹងម៉ោងចន្លោះពី5:30នាទីដល់ម៉ោង5:45នាទីហ្នឹងចាដល់មានអ្នកខ្លះងូតទឹកលេងជើងគីតាទីនេះសម្បូរទៅដោយដើមដូងជ្រងច្រាំងអរគុណ